មាត់កោះព្រះចៅគឺជាវត្តមួយដែលស្ថិតនៅក្នុងកណ្ដាលវាលស្រែដ៏ខៀវស្រងាត់ពោពេញទៅដោយធម្មជាតិនិងផ្ទះអ្នកភូមិក្រាំងបន្ទាយដែលជាការរស់នៅបែបលក្ខណៈកសិករធ្វើស្រែចម្ការមានដំណាំស្រូវជាភោគផលរបស់ពួកគាត់វត្តកោះព្រះចៅគឺជាវត្តមួយដែលស្ថិតនៅក្នុងកណ្ដាលវាលស្រែដាច់ឆ្ងាយអំពីផ្ទះអ្នកភូមិដែលយើងសម្លឹងមើលប្រកបទៅដោយធម្មជាតិនិងគយគន់ជុំវិញវត្តគឺពោពេញទៅដោយវាលស្រែនិងជាវាលដែលមើលទៅជាទីទស្សនាទាក់ទាញនៅភ្នែកសម្រាប់យើងធម្មជាតិជុំវិញវត្តជាទីរីករាយនៃមនុស្សសត្វទាំងឡាយដែលបានមកគោរពបូជានៅក្នុងទីអារាមមួយនេះផងដែរ